ងទ័ពជើងទឹកសហរដ្ឋអាមេរិកទើបតែបានបោះជំហានជាប្រវត្តិសាស្ត្រមួយទៀតហើយនៅក្នុងការនាំយកយន្តហោះគ្មានមនុស្សបើកមកប្រតិបត្តិការជាប្រចាំនៅលើនាវាផ្ទុកយន្តហោះរបស់ខ្លួនកាលពីថ្ងៃទី25ខែមេសាឆ្នាំ2026កន្លងទៅនេះយន្តហោះដ្រូនចាក់ប្រេង MQ-25A Stingray ដែលវាមានតម្លៃខ្លួនប្រមាណជា$209 លាននៅក្នុងមួយគ្រឿងបានធ្វើការហោះហើរសាកល្បងជាលើកដំបូងដោយជោគជ័យនៅទីតាំងរបស់ក្រុមហ៊ុន Boeing នៅក្នុងទីក្រុង Mascota នៃរដ្ឋ Illinois ជាងសាងសង់ឬក៏អ្នកមើលការដ៏ឆ្លាតវៃពួកគាត់មិនចាំបាច់ត្រូវតែចេះធ្វើគ្រប់មុខតែម្នាក់ឯងនោះទេសំខាន់គឺមានដៃគូជំនាញចាំជួយគ្រប់គ្រងលើផ្នែកណាដែលស្មុគស្មាញដូចជាការបំពាក់ប្រព័ន្ធអាំងហែលទឹកនិងបន្ទប់ស្ទីមសោណាជាដើមបើបងជាជាងសាងសង់ឬក៏ជាអ្នកមើលការដែលកំពុងតែជួបបញ្ហាស្មុគស្មាញទៅលើផ្នែកបច្ចេកទេសបងអាចតាក់ទងមកកាន់ Neptune Pool and Landscape បាន Neptune មិនត្រឹមតែជាឃ្លាំងផ្គត់ផ្គង់សម្ភារៈដែលធំជាងគេតែប៉ុណ្ណោះទេក៏ប៉ុន្តែយើងមានក្រុមការងារដែលបើកចិត្តទូលាយបំផុតនៅក្នុងការប្រឹក្សាបច្ចេកទេសជូនបងផ្ទាល់តែម្ដងដើម្បីឲ្យការងារចេញមកម៉ត់ចត់ចំណេញទាំងពេលវេលានិងថវិកាចង់ប្រឹក្សាបច្ចេកទេសឬក៏ស្វែងរកសម្ភារៈអាំងទឹកនិងបន្ទប់ស្ទីមសោណា Neptune គឺជាដៃគូដ៏ល្អបំផុតសម្រាប់បងដែលជាអ្នកមើលការនិងជាងសាងសង់គ្រប់រូបបើយោងតាមការបញ្ជាក់ពីកងទ័ពជើងទឹកសហរដ្ឋអាមេរិកនិងក្រុមហ៊ុន Boeing ផ្ទាល់នេះគឺជាការហោះហើរនៃយន្តហោះគំរូសាកល្បងដំបូងគេបង្អស់យន្តហោះនេះបានហោះហើរឡើងនៅខ្ទង់ម៉ោង 10:49 នាទីព្រឹកហើយបានហោះហើរនៅលើអាកាសរយៈពេល 2 ម៉ោងពេញអ្វីដែលលយនោះគឺក្រុមការងារនៅលើដីគ្រាន់តែអង្គុយមើលពីការបញ្ជាពីស្ថានីយ៍គ្រប់គ្រងតែប៉ុណ្ណោះខណៈពេលដែល Stingray បានធ្វើការបរនៅលើផ្លូវរត់ហោះឡើងហោះហើរនិងចុះចតដោយស្វ័យប្រវត្តិយ៉ាងរលូននេះសូមបញ្ជាក់ឲ្យឃើញថាប្រព័ន្ធកុំព្យូទ័ររបស់យន្តហោះនិងប្រព័ន្ធបញ្ជារបស់កងទ័ពជើងទឹកគឺស៊ីសង្វាក់គ្នាបានយ៉ាងល្អឥតខ្ចោះបើទៅនិយាយអំពីរឿងលុយកាក់និងគម្រោងវិញគឺមិនធម្មតាទេកងទ័ពជើងទឹកសហរដ្ឋអាមេរិកហ៊ានលេងធំខ្លាំងមែនទែនសម្រាប់គម្រោង MQ-25 នេះក្រៅពីតម្លៃខ្លួនជាង$200 លាននៅក្នុងមួយគ្រឿងកងទ័ពជើងទឹកនេះក៏បានបោះទុនវិនិយោគសរុបរហូតដល់$16,000 លានឯណោះទៅលើប្រព័ន្ធទាំងមូលទាំងការផលិតយន្តហោះស្ថានីយ៍បញ្ជានិងការរៀបចំប្រព័ន្ធនៅលើនាវាយន្តហោះដែលទើបតែហោះសាកល្បងនេះគឺស្ថិតនៅក្នុងកញ្ចប់ថវិកាប្រមាណជា$805 លានដែលបានប្រគល់ឲ្យ Boeing តាំងពីឆ្នាំ2018មកម្លេះទៅថ្ងៃមុខគេរំពឹងថានឹងទម្លាក់លុយជាង$1,000 លានទៀតនៅក្នុងឆ្នាំ2026នេះតែម្ដងដើម្បីបន្តការផលិតនិងអភិវឌ្ឍវាឲ្យកាន់តែទំនើបតាមការប៉ັດទៅមុននឹងចេញជារៀង MQ-25 នេះវាមានប្រវត្តិផ្ដើមចេញពីគម្រោងយន្តហោះដ្រូនស៊ើបការនិងវាយប្រហារតែក្រោយមកគេក៏បានបដូរគោលដៅមករកការចាក់ប្រេងវិញកាលពីចន្លោះឆ្នាំ2019រហូតដល់ឆ្នាំ2021យន្តហោះគំរូឈ្មោះ T1 របស់ Boeing ធ្លាប់បានហោះហើរជាង125ម៉ោងហើយថែមទាំងបានបំបីកំណត់ត្រាខ្លាចជាដ្រូនដំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រដែលអាចចាក់ប្រេងឲ្យយន្តហោះចម្បាំង FA-18F Super Hornet កណ្ដាលអាកាសបានយ៉ាងជោគជ័យ MQ-25A Stingray ប្រើប្រាស់ម៉ាស៊ីនម៉ាក Rolls-Royce AE3007N ដ៏ខ្លាំងក្លានិងបំពាក់ទៅដោយប្រព័ន្ធផ្ទុកប្រេង Cobham ដូចនឹងអ្វីដែលយន្តហោះចម្បាំងកំពុងតែប្រើប្រាស់រាល់ថ្ងៃយ៉ាងអញ្ចឹងដែរវាអាចនឹងដឹកប្រេងបានចន្លោះពី 14,000 ទៅ 16,000 ផោននិងអាចហោះហើរបានចម្ងាយ500ម៉ៃលដើម្បីយកប្រេងទៅចាក់ឲ្យយន្តហោះចម្បាំងផ្សេងទៀតការធ្វើបែបនេះគឺជួយឲ្យយន្តហោះចម្បាំងអាចហោះហើរបានកាន់តែឆ្ងាយនិងបំពេញបេសកកម្មបានកាន់តែយូរដោយមិនបារម្ភរឿងអស់ប្រេងពាក់កណ្ដាលទីឡើយនេះគឺជាចំណុចសំខាន់ខ្លាំងមែនទែនពីព្រោះថាសប្តាហ៍ថ្ងៃនេះយន្តហោះចម្បាំងប្រភេទ FA-18EF ត្រូវការចំណាយពេលចន្លោះពី 20% ទៅ 30% នៃការហោះហើររបស់ខ្លួនគ្រាន់តែដើម្បីហោះយកប្រេងទៅចាក់ឲ្យគេពេលមាន MQ-25 មកជំនួសវាប្រៀបដូចជាការដោះបន្ទុកដ៏ធំសម្បើមមួយយ៉ាងអញ្ចឹងដែរវាធ្វើឲ្យយន្តហោះចម្បាំងទាំងនោះអាចផ្ដោតទៅលើការវាយប្រហារនិងការពារដែនអាកាសបានពេញលេញធ្វើឲ្យកម្លាំងកងទ័ពអាកាសរបស់នាវាកាន់តែខ្លាំងជាងមុនម្យ៉ាងទៀតការដែលអាចចាក់ប្រេងបានឆ្ងាយបែបនេះវាក៏ជួយឲ្យនាវាផ្ទុកយន្តហោះអាចបោះយុទ្ធការនៅឆ្ងាយពីតំបន់គ្រោះថ្នាក់ជាពិសេសគឺអាចគេចចេញពីការគំរាមកំហែងនៃមីស៊ីលបាញ់នាវារយៈចម្ងាយឆ្ងាយរបស់សត្រូវក្រោយការសាកល្បងដ៏ជោគជ័យនេះកងទ័ពជើងទឹកនឹងបញ្ជូនវាទៅកាន់មូលដ្ឋាន Patterson River នៅក្នុងរដ្ឋ Maryland នៅក្នុងចុងឆ្នាំនេះដើម្បីធ្វើការតេស្តលក្ខណៈបច្ចេកទេសឲ្យកាន់តែស៊ីជម្រៅថាតើវាស័ក្តិសមនឹងប្រើប្រាស់នៅលើនាវាផ្ទុកយន្តហោះដល់កម្រិតណាហើយបើគ្រប់យ៉ាងដើរតាមការគ្រោងទុកយើងនឹងឃើញ MQ-25 ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នាំ2027នេះហើយជារួមមកការហោះហើរដ៏ជោគជ័យនៃដ្រូនចាក់ប្រេងតម្លៃជាង$200 លាននេះមិនមែនជារឿងធម្មតានោះទេវាគឺជាសញ្ញាណបញ្ជាក់យ៉ាងច្បាស់ថាសហរដ្ឋអាមេរិកកំពុងតែឈានមួយជំហានទៅមុខមុនគេនៅក្នុងការបញ្ជូនយន្តហោះគ្មានមនុស្សបើកឲ្យទៅបំពេញការងារយ៉ាងសកម្មនៅកណ្ដាលសមុទ្រដែលជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយសម្រាប់យុទ្ធសាស្ត្រអាកាសចរកងទ័ពជើងទឹកនាពេលអនាគតមនុស្សជាច្រើនតែងតែសរសើរពីរូបរាងដ៏សង្ហានិងបច្ចេកវិទ្យាយោធារបស់សហរដ្ឋអាមេរិកប៉ុន្តែថ្ងៃនេះយើងមិនមែនគ្រាន់តែមកសរសើររឿងបច្ចេកវិទ្យានោះទេហើយយើងនឹងមកធ្វើការវិភាគវែកញែកឲ្យបានស៊ីជម្រៅដោយមិនលំអៀងនិងហ៊ាននិយាយការពិតយើងនឹងពិនិត្យមើលពីសមត្ថភាពដ៏ពិតប្រាកដ
តម្លៃរាប់ពាន់លានដុល្លាររបស់វានិងជាពិសេសគឺជាប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតដែលយន្តហោះមួយនៅក្នុងចំណោមនេះបានបន្សល់ទុករួមទាំងវិនិស្សកម្មនៅទីតាំងមួយចំនួននៅក្នុងទឹកដីប្រទេសកម្ពុជាយើងសូមស្វាគមន៍មកកាន់ការវិភាគរបស់ជើងមេឃយើងទៅតាមដានរឿងរ៉ាវលម្អិតនៃ B52 B1B Lancer និង B2 Spirit ទាំងអស់គ្នាយើងចាប់ផ្ដើមពីបងធំចំណាស់ជាងគេគឺយន្តហោះ B52 Straight Toward Trace ដែលផលិតដោយក្រុមហ៊ុន Boeing យន្តហោះគំរូ YB52 បានហោះហើរជាលើកដំបូងតាំងពីថ្ងៃទី15ខែមេសាឆ្នាំ1952ខណៈដែល model B52B ត្រូវបានគេដាក់ឲ្យប្រើប្រាស់ជាផ្លូវការដោយកងទ័ពអាកាសសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ1955លក្ខណៈពិសេសរបស់វាគឺបំពាក់ម៉ាស៊ីនរហូតដល់8គ្រឿងវាអាចផ្ទុកនៅសពាវុធបានរហូតដល់70000 ផោននៅក្នុងមួយជើងហោះហើរវាមានចម្ងាយហោះហើរប្រមាណជា8800ម៉ៃដែលមិនចាំបាច់ចុះចាក់សាំងបន្ថែមនៅលើអាកាសហើយថ្មីត្បិតតែវាមិនត្រូវបានរចនាជាយន្តហោះបំបាំងកាយ Stealth ក៏ដោយក៏ប៉ុន្តែវាអាចរស់រានមានជីវិតបានមកដល់សប្តាហ៍ថ្ងៃដោយសារតែការផ្លាស់ប្ដូរយុទ្ធសាស្ត្រពីការហោះហើរទៅទម្លាក់គ្រាប់បែកពីលើផ្ទាល់មកជាការបំពាក់មីស៊ីលទំនើបដែលបាញ់ចេញពីចម្ងាយរាប់រយដល់ជាង1000គីឡូម៉ែត្រអាស្រ័យទៅលើប្រភេទអាវុធ Stand of Weapons របស់សហរដ្ឋអាមេរិកដែលមានផែនការបន្តប្រើប្រាស់ B52 រហូតដល់ទសវត្សរ៍ឆ្នាំ2050ដែលវាមានន័យថាវាអាចមានអាយុកាលបម្រើរហូតដល់ជិត100ឆ្នាំហើយនោះហើយការចំណាយទៅលើការ update B52J វាមានទំហំរាប់ពាន់លានដុល្លារនៅក្នុងនោះមានកម្មវិធីផ្លាស់ប្ដូរម៉ាស៊ីនត្រូវបានគេរាយការណ៍ថាអាចនឹងឡើងទៅដល់ប្រហែលជា15000លានដុល្លារខណៈការ update radar និងប្រព័ន្ធផ្សេងៗគឺជាកម្មវិធីដាច់ដោយឡែកចំពោះប្រជាជនកម្ពុជា B52 គឺមិនមែនជានិមិត្តរូបនៃបច្ចេកវិទ្យាដ៏អស្ចារ្យទេក៏ប៉ុន្តែវាគឺជាផ្នែកមួយនៃប្រវត្តិសាស្ត្រដ៏ឈឺចាប់ពីឆ្នាំ1969នៅក្នុងយុទ្ធនាការ Operation Menu បានបើកការទម្លាក់គ្រាប់បែកដោយ B52 យ៉ាងសម្ងាត់នៅលើតំបន់ជាប់ព្រំដែនកម្ពុជាវៀតណាមដែលជាទង្វើនេះត្រូវបានគេរិះគន់យ៉ាងខ្លាំងថារំលោភបំពានអធិបតេយ្យភាពជាតិបន្ទាប់មកប្រតិបត្តិការ Operation Freedom Deal ក៏បន្តពង្រីកការទម្លាក់គ្រាប់បែករហូតដល់ពាក់កណ្ដាលខែសីហាឆ្នាំ1973ចំនួនជនស៊ីវិលដែលបានបាត់បង់ជីវិតមិនមានតួលេខផ្លូវការដែលបានបញ្ជាក់ច្បាស់លាស់នោះទេក៏ប៉ុន្តែអ្នកស្រាវជ្រាវខ្លះគេបានប្រមាណថាអាចមានពីរាប់ម៉ឺនដល់ជាង100,000នាក់ដែលអ្នកស្រាវជ្រាវមួយចំនួនបានយល់ថាវាគឺជាកត្តាមួយដែលធ្វើឲ្យសង្គ្រាមស៊ីវិលនៅកម្ពុជាកាន់តែធ្ងន់ធ្ងរបន្ទាប់ពីដឹងថា B52 ចាប់ផ្ដើមមានចំណុចខ្សោយនៅក្នុងការកិច្ចពីប្រព័ន្ធរ៉ាដាការពារអាកាសរបស់សូវៀតអាមេរិកក៏បានបង្កើតយន្តហោះចំនួនថ្មីគឺ B1B Lancer ដែលអាកាសយានិកចូលចិត្តហៅវាថា The Bone ឬមួយក៏ឆ្អឹងយន្តហោះផលិតដំបូងរបស់ B1B ត្រូវបានហោះហើរជាលើកដំបូងនៅខែតុលាឆ្នាំ1984និងចូលបម្រើជាផ្លូវការ IOC នៅថ្ងៃទី1ខែតុលាឆ្នាំ1966ហើយលក្ខណៈពិសេសដែលធ្វើឲ្យ B1B លេចធ្លោគឺជាការរចនាស្លាបដែលអាចបត់បញ្ឈិតទៅក្រោយបាន Variable Sweep Wings ការរចនានេះអនុញ្ញាតឲ្យវាហោះហើរនៅក្នុងល្បឿនលឿនជាងសំឡេងរហូតដល់ Mach 1.2 នៅកម្រិតនីវ៉ូទឹកសមុទ្រដើម្បីជ្រៀតចូលទៅដែនអាកាសនៅក្នុងរយៈកម្ពស់ទាបដើម្បីបន្ថយឱកាសដែលវាត្រូវបានគេមើលឃើញនិងបង្កើតសមត្ថភាពរស់រាននៅក្នុងបរិយាកាសការពារអាកាសនាសម័យនោះអ្វីដែលគួរឲ្យខ្លាចគឺវាមានសមត្ថភាពផ្ទុកអាវុធធំជាងគេបំផុតនៅក្នុងស្តុករបស់កងទ័ពសហរដ្ឋអាមេរិកពលគឺអាចផ្ទុករហូតដល់75000 ផោនទោះបីជាវាមិនមែនជាយន្តហោះបំបាំងកាយ Stealth សុទ្ធសាធក៏ដោយក៏ប៉ុន្តែការរចនាទូខ្លួននិងការប្រើប្រាស់សម្ភារៈស្រូបរ៉ាដាបានកាត់បន្ថយទំហំនៃការចាប់បានដោយ Radar Cross Section ឲ្យនៅតូចជាង B52 ប្រហែលជាមួយលំដាប់ប្រមាណជាង10ដង B1B ធ្លាប់បានបញ្ចេញស្នាដៃនៅក្នុងប្រតិបត្តិការ Allied Force នៅសង្គ្រាមកូស្លូវូនៅក្នុងឆ្នាំ1999ដែលនៅពេលនោះយន្តហោះ B1 ចំនួន6គ្រឿងបានទម្លាក់គ្រាប់បែក 7% នៃគ្រាប់បែកសរុបដោយចំណាយការហោះហើរតិចជាង 2% នៃជើងហោះហើរសរុបរបស់សម្ព័ន្ធមិត្តទៅទៀតចុងក្រោយនិងទំនើបជាងគេបំផុតគឺជាកំពូលយន្តហោះបំបាំងកាយ B2 Spirit Step Bomber របស់ក្រុមហ៊ុន Northrop Grumman យន្តហោះ B2 មានរចនាបថជាស្លាបសុទ្ធ Flying Wing ដែលគ្មានកន្ទុយឬក៏ផ្ទួខ្លួនដាច់ដោយឡែកឡើយវាបានហោះហើរជាលើកដំបូងនៅថ្ងៃទី17ខែកក្កដាឆ្នាំ1988ត្រូវបានប្រគល់ជូនកងទ័ពដំបូងនៅក្នុងឆ្នាំ1993
និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ IOC នៅក្នុងខែមេសាឆ្នាំ1997 វាអាចផ្ទុកសពាវុធបានប្រមាណជា 27,216 គីឡូក្រាមដែលវាអាចជាគ្រាប់បែកធម្មតានុយក្លេអ៊ែរឬក៏សូម្បីតែគ្រាប់បែកទម្លុះលេនដ្ឋានក្រោមដីធន់ធ្ងន់បច្ចេកវិទ្យាបំបាំងកាយរបស់វាធ្វើឲ្យទំហំរ៉ាដាចាប់មានទំហំតូចខ្លាំងមែនទែនក៏ប៉ុន្តែទូរលេខពិតប្រាកដត្រូវបានគេរក្សាទុកជាសម្ងាត់ដោយយោធាយ៉ាងតឹងរ៉ឹងបំផុតវាធ្លាប់បានចូលរួមប្រតិបត្តិការសង្គ្រាមទម្លាក់គ្រាប់បែកនៅកូស្លូវូ អាហ្គានីស្ថាន អ៊ីរ៉ាក់ លីប៊ី និងយេម៉ែនការចំណាយសរុបនៃកម្មវិធីផលិតនេះវាមានទំហំរហូតដល់ 44.7 ពាន់លានដុល្លារសម្រាប់តែយន្តហោះ26គ្រឿងតែប៉ុណ្ណោះបើគិតតាម Total Program Cost ឬក៏ Total Acquisition Cost ចែកលើចំនួន26គ្រឿងគឺវាស្មើប្រហែលជា 2.1 ពាន់លានដុល្លារនៅក្នុងមួយគ្រឿងតម្លៃនេះលោតឡើងខ្ពស់កប់ពពកមិនមែនដោយសារតែវត្ថុធាតុដើមសម្រាប់ផលិតយន្តហោះមួយគ្រឿងវាមានតម្លៃដល់កម្រិតនោះទេប៉ុន្តែវាមកពីតម្លៃស្រាវជ្រាវនិងការអភិវឌ្ឍ R&D ដ៏មហាសាលត្រូវបានគេយកមកចែករំលែកលើចំនួនយន្តហោះដ៏តិចតួចការថែទាំយន្តហោះ B2 ក៏ជារឿងដែលឈឺក្បាលបំផុតដែរនៅក្នុងឆ្នាំ1997របាយការណ៍របស់ GAO ក៏បានបង្ហាញថាការហោះហើរ B2 ត្រឹមតែ1ម៉ោងត្រូវទាមទារការថែទាំរហូតប្រមាណជា129ម៉ោងត្រូវទាមទារការថែទាំរហូតដល់ប្រមាណ124ម៉ោងការជួសជុលស្រទាប់បំបាំងកាយត្រូវការបរិស្ថានដែលគ្រប់គ្រងទៅលើសីតុណ្ហភាពនិងសំណើមដើម្បីកុំឲ្យខូចស្រទាប់ការពារដ៏ផុយស្រួយរបស់វានៅពេលសង្គ្រាមត្រជាក់បញ្ចប់អាមេរិកខ្លួនឯងក៏បានបង្ខំចិត្តលុបចោលផែនការផលិតចំនួន132គ្រឿងមកផ្សល់ត្រឹមតែ26គ្រឿងតែប៉ុណ្ណោះដោយសារតែការចំណាយខ្ពស់ការប្រែប្រួលយុទ្ធសាស្ត្រក្រោយសង្គ្រាមត្រជាក់និងការកាត់បន្ថយថវិកាការពារជាតិសរុបមកយមរាជទាំង3នេះគឺបង្ហាញពីការវិវត្តយុទ្ធសាស្ត្រសង្គ្រាមរបស់មហាអំណាច B52 គឺជាតំណាងនៃការបំផ្លិចបំផ្លាញដ៏ទ្រង់ទ្រាយធំដែលបានបន្សល់ទុកនូវស្នាមប្រវត្តិសាស្ត្រដែលប្រជាជនកម្ពុជាយើងមិនអាចបំភ្លេចបាន B1B Lancer ក៏តំណាងឲ្យអំណាចនៃការផ្ទុកនិងការប្រើល្បឿននៅក្នុងការជ្រៀតចូលដែនអាកាសរបស់សត្រូវចំណែក B2 Spirit គឺជានិមិត្តរូបនៃកំពូលបច្ចេកវិទ្យាយន្តហោះបំបាំងកាយដែលឆ្លុះបញ្ចាំងពីតម្លៃថវិកាយោធាដ៏ធំធេងដើម្បីជាការទប់ស្កាត់ខាងយុទ្ធសាស្ត្រនៅក្នុងសង្គ្រាមទំនើបសំណួរសម្រាប់បងប្អូនទាំងអស់គ្នានៅថ្ងៃនេះប្រសិនបើជាពិភពលោកបច្ចុប្បន្នមានប្រព័ន្ធខែលការពារទំនើបក៏ដូចជាបច្ចេកវិទ្យាបញ្ញានិម្មិត AI កាន់តែឆ្លាតវៃតើអ្នកគិតថាយន្តហោះដ៏ថ្លៃកប់ពពកដូចជា B2 Spirit គឺនៅតែបន្តមានប្រសិទ្ធភាពឬក៏វានឹងក្លាយទៅជាផ្ទាំងស៊ីបដ៏ធំនិងថ្លៃបំផុតនៅលើមេឃអ្នកណាក៏ដឹងដែរថាក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះប្រទេសជប៉ុនត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោកថាជាយក្សដែលដេកលក់ផ្នែកយោធាជាប្រទេសដែលប្រកាន់ខ្ជាប់នូវរដ្ឋធម្មនុញ្ញសន្តិភាពនិយមយ៉ាងតឹងរ៉ឹងបំផុតនិងជ្រើសយកត្រឹមតែជាការការពារខ្លួនតែប៉ុណ្ណោះបន្ទាប់ពីការបញ្ចប់សង្គ្រាមលោកលើកទី2មកនៅពេលនេះភាពស្ងប់ស្ងាត់ក៏កំពុងតែរលាយបាត់ទៅបន្តិចម្ដងហើយជប៉ុនកំពុងតែធ្វើការផ្លាស់ប្ដូរទិសដៅជាប្រវត្តិសាស្ត្រដែលមិនធ្លាប់មានហើយវាមិនមែនត្រឹមតែជាការធ្វើទំនើបកម្មអាវុធឬក៏បន្ថែមកញ្ចប់ថវិកាការពារជាតិធម្មតាតែប៉ុណ្ណោះទេក៏ប៉ុន្តែវាគឺជាការផ្លាស់ប្ដូរទិសដៅជាតិទាំងមូលខណៈពេលដែលប្រទេសចិនកំពុងតែបង្ហាញសកម្មភាពកាន់តែខ្លាំងទូទាំងតំបន់អាស៊ីហើយស្របពេលដែលការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើងនៅតែបន្តឥតឈប់ឥតឈរនិងមានវត្តមានដ៏តានតឹងរបស់រុស្ស៊ីនៅក្នុងតំបន់សំណួរដ៏ធំមួយក៏បានលេចឡើងតែជប៉ុនកំពុងតែលួចលាក់រៀបចំអ្វីខ្លះនៅពីក្រោយភាពស្ងប់ស្ងាត់មួយនេះអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺជប៉ុនកំពុងតែសាងសង់អាវុធចំនួនថ្មីដែលមើលទៅធម្មតាតែវាមិនធម្មតានោះឡើយយើងកំពុងតែនិយាយអំពីយន្តហោះចម្បាំងដែលបញ្ជាទៅដោយប្រព័ន្ធបញ្ញាសិប្បនិម្មិត AI ដែលអាចវិភាគសមរភូមិបាននៅក្នុងរយៈពេលត្រឹមតែប្រមាណវិនាទីនិងមីស៊ីលល្បឿនលឿនជាងសំឡេងរហូតដល់5ដង hypersonic ដែលស្ទើរតែមិនមានប្រព័ន្ធរ៉ាដាការពារណាអាចស្ទាក់ចាប់វាបាននោះឡើយតែអាវុធដ៏មហិមាទាំងនេះនឹងកែប្រែទម្រង់សង្គ្រាមនៅអាស៊ីអាគ្នេយ៍យ៉ាងដូចម្តេចខ្លះសម្រាប់ឆ្នាំសារពើពន្ធ2026ថវិកាការពារជាតិរបស់ប្រទេសជប៉ុនបានកើនឡើងជាង9 trillion yen ហើយនេះគឺជាតួលេខដ៏ខ្ពស់បំផុតនិងធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ជប៉ុនជាមួយនឹងល្បឿននៃការកើនឡើងដ៏គួរឲ្យកត់សម្គាល់នេះជប៉ុនក៏បានកំណត់គោលដៅជំរុញចំណាយយោធា
របស់ខ្លួនឲ្យឈានជិតដល់ 2% នៃផលិតផលក្នុងស្រុកសរុប GDP ការឈានទៅដល់ចំណុចនេះនឹងធ្វើឲ្យប្រទេសជប៉ុនលោតផ្លោះខ្លាចទៅជាប្រទេសដែលមានការចំណាយទៅលើយោធាធំបំផុតមួយនៅលើពិភពលោកហើយនេះមិនមែនគ្រាន់តែជាតួលេខនៅលើក្រដាសនោះទេក៏ប៉ុន្តែវាគឺជាការឆ្លើយតបយ៉ាងច្បាស់លាស់និងម៉ឺងម៉ាត់បំផុតនៅក្នុងភាពតានតឹងដែលកំពុងតែឆាបឆេះនៅក្នុងតំបន់តែមានកត្តាអ្វីខ្លះដែលធ្វើឲ្យជប៉ុនត្រូវបង្ខំចិត្តផ្លាស់ប្ដូរចម្លើយគឺវាស្ថិតនៅលើការគម្រាមកំហែងជុំទិសខណៈពេលដែលប្រទេសចិននៅតែបន្តសកម្មភាពគៀបសង្កត់និងទាមទារសិទ្ធិគ្រប់គ្រងទៅលើដែនទឹកនៅតំបន់សមុទ្រហ្វីលីពីនខាងលិចនិងតំបន់ផ្សេងៗទៀតដែលមិនមែនជារបស់ខ្លួនសម្ពាធក៏បានធ្លាក់មកលើប្រទេសជិតខាងយ៉ាងធ្ងន់ធ្ងរនេះរួមបញ្ចូលទាំងចំនួនជុំវិញខ្លួននៃកោះ Senkaku ដែលបច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសជប៉ុនក៏ប៉ុន្តែចិនតែងតែបញ្ជូននាវាល្បាតរបស់ខ្លួនទៅក្បែរតំបន់នោះជានិច្ចហើយបញ្ហានេះហើយវាលែងជាចំនួនការទូតធម្មតាអីទៀតហើយគឺវាបានក្លាយទៅជាបញ្ហាសន្តិសុខជាតិនៅតំបន់ទាំងស្រុងស្របពេលជាមួយគ្នានេះការបង្ហាញសេចក្ដីយោធារបស់ចិននៅជុំវិញកោះតៃវ៉ាន់កាន់តែបង្កឲ្យមានហានិភ័យខ្ពស់ប្រសិនបើស្ថានភាពត្រូវផ្ទុះឡើងជាសង្គ្រាមមិនត្រឹមតែប៉ុណ្ណោះទេការសាកល្បងមីស៊ីលផ្លោងរបស់កូរ៉េខាងជើងដែលមានសមត្ថភាពអាចបាញ់ទៅដល់ទឹកដីជប៉ុននៅពេលណាមួយក៏បាននិងចំនួនទឹកដីដែលមិនទាន់ដោះស្រាយរួចរាល់ជាមួយរុស្ស៊ីនៅភាគខាងជើង Kuril Island វាបានដាក់ជប៉ុនចូលទៅក្នុងស្ថានភាពមួយដែលមិនអាចអង្គុយនៅស្ងៀមបៀមដៃទៀតនោះទេដោយសារតែកត្តាទាំងអស់នេះជប៉ុនត្រូវតែបង្ខំចិត្តឲ្យចាត់វិធានការនៅស្ងៀមការពឹងផ្អែកទៅលើខ្លួនឯងនៅក្នុងកម្រិតទាបគឺលែងគ្រប់គ្រាន់ទៀតហើយពួកគេត្រូវតែធានាឲ្យបានថាពួកគេមានសមត្ថភាពពេញលេញនៅក្នុងដៃនៅក្នុងការការពារខ្លួននៅគ្រប់កលៈទេសៈទាំងអស់ដូច្នេះការដំឡើងថវិកាយោធាដ៏មហិមានេះមិនមែនធ្វើឡើងទៅដើម្បីស្វែងរកសង្គ្រាមឬក៏ទៅវាយប្រហារនរណាម្នាក់នោះទេក៏ប៉ុន្តែវាគឺជាការបង្កើតសមត្ថភាពទប់ស្កាត់ deterrent capability ដើម្បីបំបាក់ស្មារតីនិងទប់ស្កាត់រាល់ការគំរាមកំហែងណាមួយមុនពេលដែលវាបានកើតឡើងនៅក្នុងភូមិសាស្ត្រនយោបាយទំនើបប្រទេសបានរៀបចំខ្លួនបានល្អនិងមានកម្លាំងការពារជាតិរឹងមាំគឺជាប្រទេសដែលមិនងាយនឹងត្រូវបានគេរំលោភបំពានឡើយហើយនេះគឺជាទិសដៅជាក់លាក់ដែលជប៉ុនកំពុងតែដើរឆ្ពោះទៅរកជាប្រទេសដែលលែងពឹងផ្អែកទៅលើដែនកំណត់នៃអតីតកាលប៉ុន្តែជប៉ុនកំពុងតែកែប្រែខ្លួនបន្តិចម្ដងដើម្បីអាចដើរទាន់និងប្រកួតប្រជែងជាមួយនឹងមហាអំណាចខ្លាំងៗបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះបានគម្រោងដ៏មានមហិច្ឆតាបំផុតរបស់ប្រទេសជប៉ុននៅពេលនេះគឺជាការអភិវឌ្ឍយន្តហោះចម្បាំងចំនួនក្រោយ Next Generation Fighter Jet នៅក្រោមកម្មវិធីប្រយុទ្ធដែនអាកាសដែលហៅកាត់ថា GCAP Global Combat Air Program ដែលសហការយ៉ាងជិតស្និទ្ធជាមួយនឹងចក្រភពអង់គ្លេសនិងប្រទេសអ៊ីតាលីនេះមិនមែនគ្រាន់តែជាការអាប់ដេតឬក៏កែលម្អយន្តហោះចាស់ៗនោះទេហើយវាគឺជាការបោះជំហានដ៏ធំមួយដើម្បីនាំយកប្រទេសជប៉ុនទៅកាន់យុគសម័យថ្មីនៃសង្គ្រាមដែនអាកាស Air Warfareហើយថវិកាជាង160,000 លានយ៉េនត្រូវបានបំរុងទុកសម្រាប់កម្មវិធីមួយនេះដែលគោលដៅគឺចាប់ផ្ដើមការហោះហើរសាកល្បងនៅចន្លោះឆ្នាំ2030យន្តហោះចំនួនថ្មីនេះត្រូវបានរំពឹងថានឹងមានសមត្ថភាពបំបាំងកាយ Step Capability កម្រិតខ្ពស់បំផុតដែលអាចគេចផុតពីរ៉ាដារបស់សត្រូវបានយ៉ាងងាយស្រួលព្រមទាំងបំពាក់នៅប្រព័ន្ធ sensor ដ៏ទំនើបដែលអាចចាប់យកទីតាំងរបស់សត្រូវមុនពេលដែលត្រូវដឹងខ្លួនទៅទៀតយន្តហោះចម្បាំង GCAP ត្រូវបានរចនាឡើងដើម្បីឲ្យក្លាយទៅជាប្រព័ន្ធសមរភូមិប្រតិកលាគ្នាឬក៏យើងអាចហៅថា Interconnected Battlefield System ដែលវាអាចតភ្ជាប់ទំនាក់ទំនងបានភ្លាមៗទៅកាន់កងកម្លាំងជើងគោកនិងដ្រូនដែលគ្មានមនុស្សបើកនេះវាមានន័យថាអាកាសយានិកលែងជាអ្នកធ្វើការសម្រេចចិត្តតែម្នាក់ឯងទៀតហើយពួកគេនឹងទទួលបានការគ្រប់គ្រងយ៉ាងពេញទំហឹងពីប្រព័ន្ធបញ្ញាសិប្បនិម្មិត AI ដែលមានសមត្ថភាពអាចវិភាគស្ថានភាពសមរភូមិដ៏ស្មុគស្មាញបានត្រឹមតែរយៈពេលប៉ុន្មានវិនាទីតែប៉ុណ្ណោះនៅក្នុងសង្គ្រាមទំនើបល្បឿននៃការធ្វើសេចក្តីសម្រេចចិត្តគឺវាមានតម្លៃស្មើនឹងកម្លាំងអាវុធអញ្ចឹងដែរហើយនេះគឺជាចំណុចដែលជប៉ុនកំពុងតែបង្កើតព្រៀបខ្លាំងរបស់ខ្លួនហើយលើពីនេះទៅទៀតជប៉ុនក៏មានផែនការប្រើប្រាស់ប្រព័ន្ធដែលគេហៅថា Loyal Wingman Drone ផងដែរនេះគឺជាប្រភេទយន្តហោះដ្រូនដែលគ្មានមនុស្សបើកដែលនឹងហោះទៅអមជាមួយនឹងយន្តហោះចម្បាំងដើម្បីអនុវត្តបេសកកម្មស៊ើបការឬក៏ការវាយប្រហារតាមប្រព័ន្ធអេឡិចត្រូនិកនិងថែមទាំងអាចធ្វើការវាយប្រហារផ្ទាល់ទៅលើគោលដៅថែមទៀតផងជាមួយនឹងប្រព័ន្ធនេះវាមិនមែនជាយន្តហោះតែមួយគ្រឿងទៅប្រយុទ្ធនោះទេប៉ុន្តែវាគឺជាបណ្ដាញប្រយុទ្ធដ៏មានសហធម្មពលទាំងមូលគឺ Coordinate Network ខណៈពេលដែលចិនកំពុងតែបន្តពង្រីកកងកម្លាំងអាកាសរបស់ខ្លួនយ៉ាងគំហុក
ជប៉ុនក៏កំពុងតែផ្ដោតការយកចិត្តទុកដាក់ទៅលើគុណភាពនិងការធ្វើសមាហរណកម្មនិងបច្ចេកវិទ្យាកម្រិតខ្ពស់របស់ខ្លួនផងដែរប្រសិនបើគម្រោង GCAP នេះទទួលបានជោគជ័យវាមិនត្រឹមតែពង្រឹងការការពារដែនអាកាសរបស់ជប៉ុននោះទេហើយវានឹងកែប្រែទម្រង់នៃការប្រយុទ្ធតាមផ្លូវអាកាសនៅទូទាំងអាស៊ីនៅក្នុងពេលតែប៉ុន្មានទសវត្សរ៍ខាងមុខជាក់ជាមិនខានហើយប្រសិនបើថាមពលផ្លូវអាកាសគឺជាសសរស្តម្ភនៃយោធាទំនើបនោះប្រព័ន្ធមីស៊ីលក៏ជាទិដ្ឋភាពដ៏គ្រោះថ្នាក់បំផុតនិងកត្តាកំណត់ចាញ់ឈ្នះនៅក្នុងសមរភូមិនេះគឺជាចំណុចដែលជប៉ុនកំពុងតែធ្វើការវិនិយោគយ៉ាងយកចិត្តទុកដាក់បំផុតហើយថវិកាជាង970,000 លានយេនត្រូវបានបម្រុងសម្រាប់ការបង្កើតសមត្ថភាពមីស៊ីលបាញ់ពីចម្ងាយ Stand off Missile Capability នៅក្នុងនោះក៏មានការធ្វើទំនើបកម្មប្រភេទមីស៊ីល Type 12ដែលកាលពីមុនមីស៊ីល Type 12គ្រាន់តែជាប្រព័ន្ធការពារធម្មតាដែលប្រើប្រាស់សម្រាប់បាញ់នាវាចម្បាំងដែលចូលមកនៅក្នុងតំបន់ឆ្នេរតែប៉ុណ្ណោះក៏ប៉ុន្តែនៅពេលនេះជប៉ុនកំពុងតែកែច្នៃវាឲ្យក្លាយទៅជាមីស៊ីលពហុតួនាទីរយៈចម្ងាយឆ្ងាយ Long Range Multi Role Missile ដែលអាចវាយប្រហារមិនត្រឹមតែលើនាវានោះទេនឹងថែមទាំងកំទេចគោលដៅនៅលើគោកហើយអាចបាញ់ចេញពីប្រព័ន្ធបាញ់នៅលើដីលើនាវាចម្បាំងនិងនាវាមុជទឹកនិងយន្តហោះផងដែរនេះវាមានន័យថាជប៉ុនកំពុងតែទទួលបានសមត្ថភាពវាយប្រហារសត្រូវពីចម្ងាយដែលមិនចាំបាច់បញ្ជូនកងទ័ពឬយានយន្តឲ្យចូលទៅប្រកៀកនឹងតំបន់គ្រោះថ្នាក់របស់សត្រូវឡើយនៅក្នុងសមរភូមិទំនើបគម្លាតចម្ងាយគឺស្មើនឹងឱកាសនៃការរស់រានមានជីវិតទន្ទឹមនឹងនេះជប៉ុនក៏កំពុងតែវិនិយោគយ៉ាងខ្លាំងក្លាទៅលើ Hypersonic Weapon ហើយនេះគឺជាប្រភេទមីស៊ីលដែលមានល្បឿនលឿនខ្លាំងពលគឺអាចហោះនៅក្នុងល្បឿនលើសពី5ដងនៃល្បឿនសំឡេងឬក៏យើងអាចនិយាយបានថា Mach 5 ជាមួយនឹងល្បឿនរហ័សបែបនេះវាស្ទើរតែមិនអាចទៅរួចទេនៅក្នុងការដែលប្រព័ន្ធមីស៊ីលការពារដែនអាកាសបច្ចុប្បន្នអាចតាមចាប់និងបាញ់ស្ទាក់ទម្លាក់វាបានបន្ថែមលើប្រព័ន្ធសមត្ថភាពវាយប្រហារជប៉ុនក៏កំពុងតែសហការអភិវឌ្ឍប្រព័ន្ធ Glyphase Interceptor ជាមួយនឹងសហរដ្ឋអាមេរិកផងដែរនេះគឺជាប្រព័ន្ធការពារដ៏ទំនើបដែលត្រូវបានរចនាឡើងដើម្បីស្ទាក់ចាប់និងកំទេចមីស៊ីល Hypersonic របស់សត្រូវនៅពាក់កណ្ដាលអាកាសមុនពេលដែលវាធ្លាក់ចូលទៅដល់គោលដៅនេះក៏បញ្ជាក់ឲ្យយើងឃើញថាជប៉ុនមិនត្រឹមតែពង្រឹងសមត្ថភាពវាយប្រហាររបស់ខ្លួនតែប៉ុណ្ណោះទេតែថែមទាំងកំពុងកសាងខែលការពារដ៏រឹងមាំបំផុតប្រឆាំងនឹងអាវុធទំនើបនៅលើពិភពលោកហើយនៅចំពោះមុខការបន្តពង្រីកឃ្លាំងមីស៊ីលរបស់ប្រទេសចិនវាច្បាស់ណាស់ថាជប៉ុនមិនអាចបណ្ដោយខ្លួនឯងឲ្យដើរយឺតជាងគេបានទេរាល់ចំណុចទាំងនេះមិនត្រឹមតែផ្ដោតលើការវាយប្រហារនោះទេក៏ប៉ុន្តែវាគឺជាការទប់ស្កាត់ deterrent នៅក្នុងតំបន់ដែលមានភាពតានតឹងកើនឡើងមួយប្រពេចភ្នែកហើយសមត្ថភាពនៅក្នុងការបង្ហាញថាមពលដ៏គួរឲ្យខ្លាចគឺគ្រប់គ្រាន់ដើម្បីបញ្ចប់សង្គ្រាមមិនឲ្យផ្ទុះឡើងនេះគឺជាមូលហេតុដែលប្រព័ន្ធអាវុធទាំងនេះហើយគឺជាមូលហេតុដែលប្រព័ន្ធអាវុធទាំងនេះមានសារៈសំខាន់ជាទីបំផុតសម្រាប់អនាគតនៃសន្តិសុខជាតិរបស់ជប៉ុនខណៈពេលដែលជប៉ុនកំពុងតែពង្រីកសមត្ថភាពកងទ័ពដែនអាកាសនិងមីស៊ីលខណៈពេលដែលជប៉ុនកំពុងតែពង្រឹងសមត្ថភាពកងទ័ពអាកាសនិងមីស៊ីលពួកគេក៏មិនបានប្រងើយកន្តើយចំពោះអំណាចកងទ័ពជើងទឹកនិងសមរភូមិចំនួនថ្មីគឺលំហអាកាស Space និងដែន Cyber ផងដែរស្របពេលជាមួយគ្នានេះដែរជប៉ុនក៏កំពុងតែបន្តការសាងសង់នាវាចម្បាំងចំនួនថ្មីជាច្រើនទៀតដូចជានាវាចម្បាំង Advanced Frigate និងនាវាមុជទឹក Taijei Class ដែលវាមានកញ្ចប់ថវិកាលើសពី 100,000 លានយេននាវាមុជទឹកទាំងអស់នេះត្រូវបានគេស្គាល់ទូទាំងពិភពលោកថាវាមានភាពស្ងប់ស្ងាត់បំផុតគឺ Stealth Submarine និងមានសមត្ថភាពមុជទឹកបានយូរដែលអាចផ្ដល់ឲ្យជប៉ុននូវអត្ថប្រយោជន៍យុទ្ធសាស្ត្រធំធេងនៅក្រោមសមុទ្រការធ្វើទំនើបកម្មនៅមិនទាន់បញ្ចប់ត្រឹមនេះទេថវិកាជាង 75,000 លានយេនត្រូវបានគេប្រើប្រាស់សម្រាប់បំពាក់ប្រព័ន្ធការពារ Aegis នាវាទាំងនេះត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់ការការពារប្រឆាំងនឹងមីស៊ីលរយៈពេលឆ្ងាយគឺ Ballistic Missile Defense ដែលអាចការពារប្រទេសជប៉ុនពីការវាយប្រហាររយៈចម្ងាយឆ្ងាយបានយ៉ាងមានប្រសិទ្ធភាពក៏ប៉ុន្តែការផ្លាស់ប្ដូរដ៏ស្ងាត់ស្ងៀមនិងគ្រោះថ្នាក់បំផុតគឺកំពុងតែកើតឡើងនៅសមរភូមិលំហអាកាសនិង Cyber ផងដែរថវិកា 174,000 លានយេនត្រូវបានគេបង្រង់ទុកសម្រាប់សន្តិសុខលំហអាកាស Space Security រួមបញ្ចូលទាំងប្រព័ន្ធផ្កាយរណបសម្រាប់ប្រើប្រាស់នៅក្នុងការឃ្លាំមើលតាមដានផ្លូវហោះហើររបស់មីស៊ីលនិងប្រព័ន្ធទំនាក់ទំនងយោធាជប៉ុនក៏បានត្រៀមប្រមូលមូលនិធិសម្រាប់ការអភិវឌ្ឍប្រព័ន្ធរាវរកជ្រៀតជ្រែកផ្កាយរណបគឺ Interference Detection សម្រាប់ការការពារកុំឲ្យមានការវាយប្រហារតាមប្រព័ន្ធអេឡិចត្រូនិកពីសត្រូវបន្ថែមពីនេះជប៉ុនក៏បានបង្កើតបញ្ជាការដ្ឋានប្រតិបត្តិការលំហអាកាសគឺ Space Operator Command ដើម្បីឃ្លាំមើលរាល់សកម្មភាពរបស់សត្រូវសក្តានុពលនៅក្នុងតំបន់លំហអាកាសនេះវាមានន័យយ៉ាងច្បាស់ថាសមរភូមិមិនមែនមានតែនៅលើដីក្នុងទឹកនិងនៅលើអាកាសទៀតទេក៏ប៉ុន្តែលំហក៏អាចក្លាយទៅជាសមរភូមិប្រយុទ្ធដ៏ក្តៅគគុកផងដែរនៅក្នុងសង្គ្រាមទំនើបអ្នកណាដែលអាចគ្រប់គ្រងព័ត៌មានបានអ្នកនោះគឺជាស្ដេចជារួមមកការពង្រឹងកងកម្លាំងយោធាដ៏គំហុករបស់ប្រទេសជប៉ុន
គ្រាន់តែជាការបង្ហាញឲ្យយើងឃើញនៅការត្រៀមខ្លួនឲ្យកាន់តែច្បាស់លាស់របស់ពួកគេចំពោះស្ថានភាពភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្នបញ្ហាទាំងនេះគឺបណ្ដាលមកពីសម្ពាធនិងការគាបសង្កត់ជាបន្តបន្ទាប់ពីសំណាក់ប្រទេសចិនទៅលើប្រទេសហ្វីលីពីននិងកោះតៃវ៉ាន់ព្រមទាំងការទាមទារសិទ្ធិគ្រប់គ្រងនៅលើដែនទឹកនិងដែនកោះដែលមិនមែនជារបស់ខ្លួនបន្ថែមពីនេះការគម្រាមកំហែងការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើងកម្មវិធីនុយក្លេអ៊ែររបស់ពួកគេដែលកំពុងតែរីកធំឡើងនិងវត្តមានដ៏គួរឲ្យព្រួយបារម្ភរបស់រុស្ស៊ីនៅក្នុងតំបន់សុទ្ធសឹងតែជាកត្តាដែលជំរុញដ៏ធំហេតុដូច្នេះហើយទើបប្រទេសជប៉ុនត្រូវតែផ្លាស់ប្ដូរជំហរការការពារជាតិរបស់ខ្លួនទាំងស្រុងរួមទាំងការបកស្រាយរដ្ឋធម្មនុញ្ញរបស់ខ្លួនឡើងវិញបន្តិចម្ដងដើម្បីឲ្យពួកគេមានលទ្ធភាពត្រៀមខ្លួនជាស្រេចនៅក្នុងការទប់ទល់នឹងការគំរាមកំហែងគ្រប់ទម្រង់ឥឡូវនេះសំណួរដ៏សំខាន់ត្រូវបានចោទសួរតើទ្វីបអាស៊ីជាពិសេសនៅក្នុងតំបន់អាស៊ានដូចជាហ្វីលីពីនវៀតណាមឬក៏កម្ពុជាយើងត្រៀមខ្លួនរួចរាល់ហើយឬនៅសម្រាប់ការការពារផ្លាស់ប្ដូរតុល្យភាពអំណាចដ៏ធំធេងមួយនេះតើយើងគួរតែចាប់ផ្ដើមគិតគូរឲ្យបានហ្មត់ចត់អំពីការធ្វើទំនើបកម្មវិស័យការការពារជាតិរបស់យើងដែរឬទេឬមួយក៏យើងនៅតែបន្តស្កប់ស្កល់នៅនឹងអ្វីដែលយើងមានបច្ចុប្បន្នតើបងប្អូនមានមតិយោបល់យ៉ាងណាចំពោះបញ្ហាមួយនេះតើការអភិវឌ្ឍយោធារបស់ជប៉ុនគឺជារឿងល្អឬមួយក៏ជារឿងគួរឲ្យព្រួយបារម្ភសម្រាប់សន្តិភាពអាស៊ីចូលរួមបញ្ចេញមតិរបស់អ្នកនៅខាងក្រោមវីដេអូនេះទាំងអស់គ្នាសូមអរគុណបងប្អូនខ្លាំងមែនទែនសម្រាប់ការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់